Nơi còn đào pre ngặt chừng ngumในភូមិដាច់ស្រយាលមានផ្ទះឈើចំណាស់ដ៏ទ្រុឌទ្រោមមួយខ្នងដែលគ្មាននរណាម្នាក់ហ៊ានដើរកាត់សូម្បីតែនៅពេលថ្ងៃត្រង់អ្នកភូមិគ្រប់គ្នាបានដឹងច្បាស់ថាផ្ទះនោះធ្លាប់ជាកន្លែងស្នាក់នៅរបស់អតីតគ្រូសិលឬក៏គ្រូមន្តអាគមដ៏ល្បីល្បាញនិងពូកែសាហាវម្នាក់ប្រចាំភូមិកាលគាត់នៅរស់គាត់បានចិញ្ចឹមព្រលឹងខ្មោចព្រាយបិសាចនិងអាប់ធ្មប់រាប់មិនអស់ដើម្បីបម្រើការងារភ្លើងងងឹតរបស់គាត់ប៉ុន្តែអ្វីបានប្រែប្រួលនៅពេលដែលគ្រូសិលនោះបានស្លាប់បាត់បង់ជីវិតទៅយ៉ាងទាន់ហន់ដោយសារតែគ្មាននរណាស្នងតំណែងឬចេះមន្តអាគមដើម្បីគ្រប់គ្រងវិញ្ញាណទាំងនោះបន្តព្រលឹងខ្មោចបិសាចរាប់សិបដែលគាត់ធ្លាប់ឃុំឃាំងក៏បានរួចខ្លួនហើយបន្តស្ថិតនៅពីពេញក្នុងផ្ទះនោះដោយចាត់ទុកទីនោះជាឋាននរកតូចមួយរបស់ពួកវាតាំងពីពេលនោះមកផ្ទះនោះត្រូវបានគេបោះបង់ចោលគ្មាននរណាហ៊ានទៅក្បែរសូម្បីតែសត្វពាហនៈក៏មិនហ៊ានដើរចូលទៅស៊ីស្មៅនៅក្នុងបរិវេណនោះដែរនៅពេលយប់ភាពស្ងាត់ជ្រងំនៃព្រៃតែងតែត្រូវបានបំបែកដោយសំឡេងចម្លែកចេញពីផ្ទះនោះជួនកាលជាសំឡេងមនុស្សប្រុសសើចក្អាកក្អាយជួនកាលជាសំឡេងមនុស្សស្រីយំសើកបោកខ្លួនហើយជួនកាលជាសំឡេងទារកយំរ៉ែនិងសំឡេងឆ្លោះប្រកែកគ្នាវិតប់គ្នាយ៉ាងកងរំពងហាក់ដូចជាមានមនុស្សរស់នៅរាប់សិបនាក់នៅក្នុងផ្ទះដែលទទេស្អាតនោះអ្វីដែលធ្វើឲ្យអ្នកភូមិព្រឺសម្បុរបំផុតគឺនៅរៀងរាល់ម៉ោង2រំលងអាធ្រាត្រគេតែងតែសង្កេតឃើញថាមានដុំភ្លើងពណ៌បៃតងនិងក្រហមហោះវល់ចេញពីដំបូលផ្ទះហោះក្រឡឹងចុះឡើងជុំវិញបរិវេណព្រៃនោះរហូតដល់ទីភ្លឺទើបបាត់ទៅវិញរឿងរ៉ាវនៃផ្ទះនេះបានលេចលឺទៅដល់ក្រៅភូមិថ្ងៃមួយមានក្រុមក្មេងស្ទាវមកពីក្រុងភ្នំពេញបានមកលេងបងប្អូននៅក្នុងភូមិនោះដោយសារតែភាពក្មេងខ្ចីនិងចង់សាកល្បងភាពក្លាហានពួកគេបានបបួលគ្នាទៅលេងបៀនិងផឹកស៊ីនៅក្រោមផ្ទះគ្រូសិលនោះនៅពេលរសៀលជ្រេបន្តិចទៅហើយខណៈពេលដែលពួកគេកំពុងតែជជែកគ្នាលេងយ៉ាងសប្បាយអឹងកងស្រាប់តែនៅជាន់ខាងលើនៃផ្ទះមានសំឡេងអូសកៅអីឬសូរក្រាក់គ្រប់គ្នាស្ងាត់មាត់ឈឹងរួចសម្លឹងមើលទៅពីដានផ្ទះមិនយូរប៉ុន្មានសំឡេងដាំស្លក៏ចាប់ផ្ដើមបន្លឺឡើងសំឡេងកាំបិតប៉ះនឹងជ្រុញឬសូរតុកសំឡេងចាក់ប្រេងចូលទៅក្នុងផ្ទះនិងសំឡេងឆាម្ហូបលាយឡំជាមួយក្លិនឆ្អាបខុសប្រក្រតីបានភាយចេញពីជាន់ខាងលើក្មេងស្ទាវម្នាក់ក្នុងចំណោមនោះបានស្រែកសួរលេងថាហើយមានអាណានៅខាងលើហ្នឹងឆាស្អីអ្មេក៏ឈ្ងុយម្លេះហើយសុំខ្លែមស្រាបន្តិចមកគ្រាន់តែស្រែកចប់ភ្លាមសំឡេងចំអិនអាហារនោះក៏បាត់ឈឹងទៅបរិយាកាសប្រែទៅជាត្រជាក់ស្រេបរួមដៃរួមជើងរបស់ពួកគេចាប់ផ្ដើមបះឡើងរំពេចនោះសំឡេងស្រែកសន្ធាប់ដល់កាយសាហាវលាយឡំនឹងសំឡេងមនុស្សប្រុសស្រីរាប់សិបនាក់បានបន្លឺចេញពីក្នុងផ្ទះវាយប្រហារក្រដាស់ត្រចៀករបស់ពួកគេឆាប់ចេញពីផ្ទះអញភ្លាមអមជាមួយសំឡេងនោះទឹកពណ៌ក្រហមខាប់ដូចឈាមស្រាប់តែស្រក់តក់ពីចន្លោះក្តារពីដានធ្លាក់មកចំកណ្ដាលវងបៀរបស់ពួកគេភាពភ័យខ្លាចបានវាយលុកដល់កម្រិតកំពូលក្រុមក្មេងស្ទាវទាំងនោះមិនបានគិតអ្វីច្រើនឡើយពួកគេក្រោកឈរបោះចោលស្បែកជើងរត់បាត់ជើងសព្រាតចេញពីកន្លែងនោះដោយទឹកមុខស្លេកស្លាំងគ្រប់គ្នាក្រោយពីកាត់ហេតុការណ៍នោះមកផ្ទះគ្រូសិលកាន់តែល្បីល្បាញខាងលងសាហាវទោះជាយ៉ាងណាមានក្រុមទាហានល្បាតមួយក្រុមដែលតែងតែជឿជាក់លើកាំភ្លើងនិងយន្តការពារខ្លួនរបស់ពួកគេបានដើរល្បាតកាត់តំបន់នោះនៅពេលយប់ដោយសារតែមេឃភ្លៀងធ្លាក់ខ្លាំងពួកគេក៏បានសម្រេចចិត្តឡើងទៅជ្រកភ្លៀងនិងដេកសម្រាកនៅជាន់ខាងលើនៃផ្ទះនោះដំបូងឡើយអ្វីដូចជាធម្មតាទេក្រុមទាហានបានបង្កាត់ភ្លើងជក់បារីនិងរៀបចំកន្លែងដេកប៉ុន្តែនៅពេលដែលនាឡិកាឈានចូលដល់ម៉ោង12អាធ្រាត្រសីតុណ្ហភាពក្នុងផ្ទះបានចុះត្រជាក់យ៉ាងខ្លាំងត្រជាក់រហូតដល់ដកដង្ហើមចេញផ្សែងភ្លើងដែលពួកគេបង្កាត់ស្រាប់តែប្រែទៅជាពណ៌ខៀវរួចក៏រលត់ភឹបនៅក្នុងភាពងងឹតស្លុបទ្វារផ្ទះខាងមុខនៅបង្អួចទាំងអស់ត្រូវបានបិទដោយខ្លួនឯងហើយចាក់សោពីខាងក្រៅយ៉ាងជាប់ទាហានម្នាក់យកពិលបញ្ចាំងមើលជុំវិញអ្វីដែលពួកគេឃើញធ្វើឲ្យអ្នកចម្បាំងដែលធ្លាប់តែក្លាហានត្រូវញ័រជង្គង់នៅតាមជ្រុងផ្ទះនីមួយមានស្រមោលខ្មៅកំពុងតែឈរត្រឹងសម្លឹងមើលមកពួកគេស្រមោលខ្លះមានភ្នែកពណ៌ក្រហមខ្លះកំពុងតែវានៅលើពីដានផ្ទះហើយនៅចំកណ្ដាលផ្ទះគឺរូបរាងរបស់បុរសចំណាស់ម្នាក់ដែលជាវិញ្ញាណរបស់គ្រូសិលគាត់កំពុងតែកាន់ឈើច្រត់សម្លឹងមើលពួកគេដោយក្រសែភ្នែកចងគំនុំក្រុមទាហានភ័យស្លន់ស្លោព្យាយាមទាញទ្វារតែទ្វារមិនរបើកសោះដោយគ្មានជំរឿ
ពួកគេបានប្រើកំភ្លើងបាញ់បំបែកជញ្ជាំងក្តាររួចនាំគ្នាលោតទម្លាក់ខ្លួនចេញពីលើផ្ទះនោះទាំងប្រថុយប្រថានរត់កាត់មេឃភ្លៀងទាំងអត់ស្បែកជើងនិងទុកសម្ភារៈចោលទាំងអស់នៅក្នុងផ្ទះនោះសកម្មភាពលងបន្លាចកាន់តែខ្លាំងឡើងរហូតដល់អ្នកភូមិទ្រាំលែងបានពួកគេបានមូលមតិគ្នានិមន្តព្រះសង្ឃជាច្រើនអង្គមកសូត្រប្រោះព្រំទឹកមុននិងសូត្រធម៌បណ្ដេញឧបទ្រពចង្រៃពេលព្រះសង្ឃសូត្រធម៌អ្នកភូមិបានឮសំឡេងស្រែកទ្រហោយំនិងសំឡេងក្តារផ្ទះរង្គើហាក់ដូចជាមានមនុស្សរាប់សិបនាក់កំពុងតែរត់ជាន់គ្នាទោះបីជាព្រះសង្ឃបានជួយបញ្ជៀសវិញ្ញាណអាក្រក់មួយចំនួនធំឲ្យតែចាប់ចិត្តក៏ដោយក៏នៅមានព្រលឹងកាយសាហាវខ្លះដែលរឹងរូសក្រាញននាលមិនព្រមទៅណាទេទីបំផុតដែលមើលឃើញថាបើទុកផ្ទះនេះបន្តទៀតច្បាស់ជាមានមនុស្សគ្រោះថ្នាក់មិនខានមានបុរសក្លាហានម្នាក់ប្រចាំភូមិបានស្ម័គ្រចិត្តលះបង់នៅពេលថ្ងៃត្រង់ខណៈពេលដែលព្រះអាទិត្យចាំងកម្ដៅខ្លាំងគាត់បានកាន់គោមភ្លើងនិងប្រេងសាំងមួយកានដើរសម្ដៅទៅផ្ទះខ្មោចនោះតែម្នាក់ឯងគ្រាន់តែគាត់ដើរទៅដល់ជណ្ដាលផ្ទះខ្យល់គួចយ៉ាងខ្លាំងបានបក់បោកមករហូតធ្វើឲ្យដើមឈើនៅក្បែរនោះបាក់មែករលំក្រាំងដើម្បីរារាំងដំណើររបស់គាត់សំឡេងស្រែកគំរាមបានបន្លឺឡើងកុំចូលមកអញនឹងសម្លាប់ឯងតែបុរសនោះមិនរាថយទេគាត់បានតាំងសមាធិរួចស្រោចប្រេងសាំងជុំវិញសសរផ្ទះបន្ទាប់មកគាត់ក៏គប់គោមភ្លើងចូលទៅបណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅលេបត្របាក់ផ្ទះឈើចំណាស់នោះយ៉ាងលឿននៅក្នុងអណ្ដាតភ្លើងដែលកំពុងតែឆេះអ្នកភូមិដែលឈរមើលពីចម្ងាយបានឮសំឡេងស្រែកធ្ងោយ៉ាងឈឺចាប់សំឡេងប្រកាច់ត្រដោះខ្យល់និងបានឃើញស្រមោលខ្មៅហោះហើរចេញពីដំបូលផ្ទះមុននឹងទៅរលាយបាត់ទៅក្នុងអាកាសផ្ទះដ៏អាចកំបាំងរបស់គ្រូសិលត្រូវបានដុតបំផ្លាញคล้ายទៅជាផេះផង់ចាប់តាំងពីថ្ងៃនោះមកដីបរិវេណនោះក៏ត្រឡប់មកជាស្ងប់ស្ងាត់មានសត្វស្លាបហើរមកទុំជុំវិញហើយរឿងរ៉ាវលងបន្លាចក៏បានបញ្ចប់ជាស្ថាពរបន្សល់ទុកត្រឹមតែជារឿងព្រេងនិទានដ៏ព្រឺព្រួចមួយប្រចាំភូមិនេះតែប៉ុណ្ណោះ